កន្លែងសម្រាប់លំហែបោះតង់មួយនេះនៅជិតរាជធានីភ្នំពេញមែនតើហើយបើនិយាយពីទេសភាពវិញគឺហុំព័ទ្ធដោយធម្មជាតិស្រស់បំព្រងជាមួយនឹងទេសភាពធម្មជាតិនៅក្បែរជើងភ្នំព័ទ្ធទៅដោយផ្ទាំងអាប់និងវាលស្រែពណ៌បៃតងខៀវខ្ចីនារដូវវស្សានេះមកថ្ងៃនេះយើងនឹងមកដើរលេងបោះតង់សម្រាប់លំហែជាមួយនឹងធម្មជាតិដ៏ស្រស់បំព្រងក្នុងទឹកដីខេត្តកំពង់ឆ្នាំងហើយមានចម្ងាយមិនឆ្ងាយពីរាជធានីភ្នំពេញនោះទេដោយកន្លែងសម្រាប់លំហែមួយនេះមានឈ្មោះថាជំនោរជើងភ្នំបោះតង់សម្រាប់អ្នកទាំងអស់គ្នាមាន plan ចង់ដើរលេងទៅសម្រាប់លំហែបែបធម្មជាតិបែប picnic ធ្វើការ camping បែប chill អីហ្នឹងលែងបារម្ភពីការធ្វើដំណើរទៅកាន់ខេត្តឆ្ងាយតំបន់ឆ្ងាយហើយដល់ពួកយើងគ្រាន់តែចំណាយពេលក្នុងការធ្វើដំណើរប្រហែលជា2ម៉ោងពីរាជធានីភ្នំពេញហាឡានឬក៏ម៉ូតូដែលយើងធ្វើដំណើរនៅលើផ្លូវជាតិលេខ5ឆ្ពោះទៅកាន់ផ្សារកំពង់តឡាចហើយបន្តដំណើរទៅកាន់ស្រុកទឹកផុសតមកយើងធ្វើដំណើរទៅមុខបន្តទៀតចេញពីស្រុកទឹកផុសទៅកាន់តំបន់ថ្មក្រាលអ្នកទាំងអស់គ្នាអាច search នៅលើ Google Map បានហើយខ្ញុំនឹងដាក់ map នៅក្នុង Google Map ជូនអ្នកទាំងអស់គ្នាដើម្បីជាភាពងាយស្រួលក្នុងការស្វែងរកបើនិយាយពីការធ្វើដំណើរតាមផ្លូវវិញគឺមានភាពងាយស្រួលខ្លាំងមែនតើអត់ពិបាកក្នុងការបើកបរឲ្យអ្នកទាំងអស់គ្នាសូម្បីតែពួកខ្ញុំធ្វើការជិះម៉ូតូបែប touring មកកាន់តំបន់នេះក៏អត់មានអារម្មណ៍ថាឲ្យវាពិបាកក្នុងការបើកបរដែរផ្ទុយទៅវិញយើងនឹងទទួលបានអារម្មណ៍មួយដ៏ស្រស់ស្រាយជាមួយនឹងទេសភាពធម្មជាតិតាមដងផ្លូវជាពិសេសនោះទេសភាពវាលស្រែពណ៌បៃតងខៀវខ្ចីនារដូវវស្សានេះគឺស្រស់ស្អាតខ្លាំងមែនតើងាកទៅជ្រុងណាក៏ឃើញស្រស់ស្អាតហើយមានអារម្មណ៍ថា fresh ស្រឡះខួរក្បាលហ្មងបើនិយាយពីតំបន់ថ្មក្រាលនៅខេត្តកំពង់ឆ្នាំងនេះវិញមានកន្លែងសម្រាប់លំហែក៏ដូចជាទឹកធ្លាក់ធម្មជាតិច្រើនកន្លែងខ្លាំងមែនតើក៏ប៉ុន្តែនៅក្នុងថ្ងៃនេះខ្ញុំចង់លើកយកមកកន្លែងដែលមានឈ្មោះថាជំនោរជើងភ្នំបោះតង់គឺជាកន្លែងសម្រាប់លំហែមកកន្លែងដែលមានទេសភាពស្រស់ស្អាតមានទឹកហូរដែលយើងអាចងូតលេងកម្សាន្តបានអាចស្ទូចត្រីលេងបានបរិយាកាសស្ងប់ស្ងាត់ល្អហើយជាពិសេសវិញនោះទេសភាពគឺជាប់នឹងជើងភ្នំហ្មងនៅកន្លែងនេះមិនត្រឹមតែអាចឲ្យយើងធ្វើការបោះតង់លេងកម្សាន្តបានទេកន្លែងគាត់ក៏មានជាផ្ទះស្នាក់ច្រើនប្រភេទដែរអ្នកទាំងអស់គ្នាហើយបើសម្រាប់អ្នកទាំងអស់គ្នាដែលថាចង់ទៅដើរលេងហើយខ្ជិលដឹកចានដឹកតង់ដឹកអីទៅអូមិនបាច់ភ័យទេមកដល់កន្លែងនេះហើយគឺគាត់មានជាតង់ជួលសម្រាប់ពួកយើងមកកំ plei ហ្មងហើយបើនិយាយពីសេវាកម្មម្ហូបអាហារនៅកន្លែងគាត់វិញគឺ the best ហ្មងអ្នកទាំងអស់គ្នាខ្ញុំ recommend ហ្មងគឺព្រោះថាម្ហូបឆ្ងាញ់គ្រប់មុខហ្មងហើយសំខាន់គឺគាត់លើកយកមកឲ្យយើងនៅកន្លែងបោះតង់យើងទៀតនិយាយទៅពួកខ្ញុំលើកនេះទៅបោះតង់មែនក៏ប៉ុន្តែម្ហូបវិញ Sky Bar មុំអីសុំចាញ់ហ្មងបើនិយាយអំពី activity នៅកន្លែងគាត់នេះអ្នកទាំងអស់គ្នាអាចងូតទឹកលេងកម្សាន្តបានជាពិសេសនោះអាចធ្វើការជិះក្បូនលេងគយគន់ទេសភាពជាមួយនឹងវាលស្រែពណ៌ខៀវខ្ចីជាប់នៅតំបន់ជើងភ្នំអញ្ចឹងគឺស្អាតខ្លាំងមែនតើហើយបើសម្រាប់ពួកយើងទៅដល់តំបន់ដែលមានទេសភាពស្អាតបរិយាកាសល្អបែបនេះហើយតែងតែមិនភ្លេចទេជាមួយនឹង Gansberg Snow ឈៀលលេងជុំគ្នាជាមួយនឹងមិត្តភ័ក្តិទាំងអស់គ្នាគឺអែមខ្លាំងមែនតើជាមួយនឹង Gansberg Snow នេះគឺស័ក្តិសមជាមួយនឹងបរិយាកាសបែបឈៀលនេះហ្មងដោយសារតែវាមានរសជាតិស្រាលស្រទន់ឆ្ងាញ់ងាយស្រួលលេបអាល់កុលត្រឹមតែ 3.9% អ្នកទាំងអស់គ្នាគឺស្រាលខ្លាំងមែនតើហើយបើយើងបានក្លាសេកាន់តែត្រជាក់គឺមានរសជាតិកាន់តែឆ្ងាញ់ហ្មង Gansberg Snow គេបានចេញជាមួយនឹងកំប៉ុងថ្មីរូបរាងថ្មីពណ៌ថ្មីគឺថា cool ខ្លាំងមែនតើកាន់មកឃើញ look cool look premium ដោយពាក្យស្លោកគេនិយាយថា cool like that like Gansberg Snow នេះអញ្ចឹងចំពោះមិត្តនារីក៏អាចញ៉ាំបានដែរជាមួយនឹង Gansberg Snow នេះដោយសារតែវាមានរសជាតិស្រាលស្រទន់ឆ្ងាញ់ហើយងាយស្រួលលេបទៀតបើមិននិយាយអំពីទេសភាពនៅលើអាកាសជុំវិញកន្លែងបោះតង់យើងនេះវិញគឺថាស្អាតខ្លាំងមែនតើអ្នកទាំងអស់គ្នាខ្ញុំឡើង drone ហើយគឺចង់ឡើងទៀតហ្មងដោយសារតែជុំវិញកន្លែងហ្នឹងគឺទេសភាពធម្មជាតិស្អាតខ្លាំងមែនតើគឺថានៅកន្លែងនេះយើងឃើញទេសភាពជើងភ្នំគឺព័ទ្ធជុំវិញហ្មងហើយជាពិសេសយើងឃើញតំបន់មានទឹកជាច្រើនដែលព័ទ្ធជុំវិញនឹងដែលយើងអាចជិះម៉ូតូទៅលេងកម្សាន្តទៅលេងទឹកកន្លែងជុំវិញនឹងក៏បានដែរអ្នកទាំងអស់គ្នាគឺមានទេសភាពស្អាតមែនសម្រាប់អ្នកចូលចិត្តសម្រាប់លំហែបែបធម្មជាតិបែបchillអីមកដល់នៅក្នុងតំបន់នេះគឺថាស្ងប់ស្ងាត់ល្អមានអារម្មណ៍ថា fresh ហ្មងហើយការសម្រាប់លំហែវិញផងដែរនោះក៏ស្ងប់ស្ងាត់ល្អដែរនៅក្នុងតំបន់នេះហើយជាពិសេសនោះសម្រាប់អ្នកចូលចិត្តធ្វើការដើរលេងថតរូបកម្សាន្តជាមួយនឹងទេសភាពធម្មជាតិអីមកដល់កន្លែងនេះហើយខ្ញុំធានាថាអត់ខ្វះប្លង់ថតទេអ្នកទាំងអស់គ្នាងាកទៅជ្រុងណាក៏ស្អាតងាកទៅជ្រុងណាក៏លយដែរមកដល់ពេលល្ងាចនៅក្នុងកន្លែងនេះគឺថាចាប់ផ្ដើមទេសភាពស្អាតមានអាប់មានអីចុះមកអញ្ចឹងគឺឃើញប្លែកភ្នែកខ្លាំងមែនតើហើយលើកនេះពួកខ្ញុំធ្វើការបោះតង់ជុំគ្នាជាមួយនឹងមិត្តភ័ក្តិរបស់ខ្ញុំដោយលើកនេះតង់ខ្ញុំគឺតង់ធំហ្មងគឺយើងគេងជុំគ្នានៅក្នុងតង់នឹងហើយល្ងាចបន្តិចនេះវាមានភ្លៀងរ៉ែបែបលឹមមកអញ្ចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងគឺថាឈៀលហ្មងគឺនៅចិត្តមាត់ទឹកហើយមានរលឹមមកស្រេចហើយងាកទឹកក្រៅគឺមានអាប់មានអីចឹងគឺថាអូ fresh ខ្លាំងមែនតែនហ្មងហើយនាំគ្នានៅក្នុងតង់ឈៀលលេងជាមួយនឹង cool like that ទាំងអស់គ្នាគឺថាអូលើកនេះមក fresh សាហាវហ្មងអ្នកទាំងអស់គ្នានៅទឹកដីខេត្តកំពង់ឆ្នាំងនេះហើយនៅពេលយប់ឡើងគឺពួកយើងចេញមកខាងក្រៅដើម្បីញ៉ាំអាហារពេលល្ងាចហើយពួកគាត់រៀបចំអាហារឲ្យពួកយើងនឹងគឺយកមកដល់នៅកន្លែងយើងបោះតង់ហ្មងអត់បាច់លំបាកដើ
ដើរទៅយកឬក៏អីគឺថាសេវាកម្មកន្លែងពួកគាត់គឺយកឲ្យយើងមកដល់កន្លែងដែលពួកយើងខេមផ្សាយហ្នឹងហ្មងនិយាយទៅសម្រាប់លើកនេះគឺពួកយើងមកដើរលេងសម្រាប់លំហែបោះតង់អីមែនក៏ប៉ុន្តែគឺថាមានអារម្មណ៍ថាដូចអត់មកបោះតង់អញ្ចឹងអ្នកទាំងអស់គ្នាខ្ញុំនិយាយមែនព្រោះដោយសារតែសេវាកម្មកន្លែងពួកគាត់គឺស្វីសមកឲ្យដល់កន្លែងពួកយើងភ្លាមតែម្ដងអ្នកទាំងអស់គ្នាក៏ប៉ុន្តែសម្រាប់អ្នកទាំងអស់គ្នាដែលមានបំណងចង់ទៅហើយចង់ធ្វើម្ហូបឬក៏ចង់អាំងសាច់បែបឈៀលអីខ្លួនឯងក៏យើងអាចធ្វើការញ៉ាំបានជុំមួយមិត្តភ័ក្តិឬក៏គ្រួសារដែរអ្នកទាំងអស់គ្នាមិនថាទៅដល់នោះត្រូវតែតម្រូវទិញកន្លែងគាត់ទេបើនិយាយពីអាកាសធាតុក៏ដូចជាបរិយាកាសនៅកន្លែងគាត់នេះគឺថាមានខ្យល់ធ្លាក់មកទៅសៀកតិចស្រួលខ្លួនមែនតើអ្នកទាំងអស់គ្នាសម្រាប់អ្នកចូលចិត្តបែបឈៀលទៅចែកគ្នាលេងខ្យល់ធ្លាក់មកតិចស្រួលអីកន្លែងនេះគឺ the best ហ្មងអ្នកទាំងអស់គ្នាអញ្ចឹងអរគុណអ្នកទាំងអស់គ្នាសម្រាប់ការទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅក្នុងដំណើរកម្សាន្តក្រោយៗទៀត